បាទថ្ងៃនេះដែរយើងមានបានធ្វើការប្រកាសសិប្បនិម្មិតទៀតហើយបាទប្រកាសទៅលើមេកូក្រមុំបាទមេនេះយើងបានធ្វើការប្រកាសសិប្បនិម្មិតហើយកើតបានគាត់ថ្ងៃនេះដែរយើងប្រកាសគាត់បន្តទៀតដើម្បីបាននៅចំនួនទី2អញ្ចឹងមេនេះពូកែដេកមែនទែននៅពេលដែលគាត់ដឹកយកទៅដាក់បាទធម្មជាតិគឺមិនអាចប្រកាសបានទេពីព្រោះអីនៅពេលដែលគាត់ឃើញសឡុងគឺគាត់ដេកហើយបាទធ្វើយ៉ាងម៉េចក៏មិនក្រោកដែរហើយនៅពេលដែលគាត់ធ្វើឲ្យវាក្រោកបាននៅពេលដែលបាលោតគឺគាត់ដេកម្ដងទៀតដល់ពេលចេញឆ្នេះហើយគាត់មានតែជ្រើសរើសនៅក្នុងការប្រកាសសិប្បនិម្មិតបាទអញ្ចឹងមិនថាអូគាត់ចង់កែលម្អពូជចង់បានពូជថ្មីទេប៉ុន្តែដោយសារតែបច្ចុប្បន្ននេះតម្លៃគោធ្លាក់ចុះបាទមិនដូចគោពីមុនណាមានតម្លៃខ្ពស់ឆ្នេះហើយគាត់មិនសូវមានប្រាក់ផងគាត់បានជ្រើសរើសនៅការប្រកាសធម្មជាតិអញ្ចឹងអ្នកខ្លះព្រួយបារម្ភថានៅពេលដែលប្រកាសសិប្បនិម្មិតហើយมันអាចប្រកាសធម្មជាតិបានទេប៉ុន្តែមេរបស់គាត់គឺគាត់ប្រកាសធម្មជាតិបានឡើងវិញទាំងអស់បាទអញ្ចឹងក៏មានការព្រួយបារម្ភអី